ហើយត្រូវបដូរមុងហ្នឹងជារៀងរាល់5ឆ្នាំម្ដងដូចនេះការបំពេញបន្ថែមនៃជុំនៅក្នុងភូមិដែលរងគ្រោះចំនួនគ្រប់ភូមិកើនឡើងពី45,000នៅក្នុងឆ្នាំ2018ទៅ5,000នៅក្នុងឆ្នាំ2019អញ្ចឹងតម្លៃសម្រាប់ឆ្នាំ2018ហ្នឹងមានន័យថាយើងយកចំនួនផ្គត់ផ្គង់ហ្នឹងគុណនឹងតម្លៃអញ្ចឹងវាឃើញពី292.5 លានសម្រាប់ឆ្នាំ2018ហ្នឹងការចំណាយខ្ញុំគិតថាវាអត់ពិបាកទេហើយសម្រាប់2019ដោយសារមានការកើនឡើងអញ្ចឹងមានន័យថាត្រូវយក5,000ត្រូវយក50,000គុណឲ្យនឹង6,500អញ្ចឹងឃើញ325 លានអូខេ ចា៎ខ្ញុំសប្បាយចិត្តនៅពេលដែលចន្ទធីនិយាយថាអត់ពិបាកតែពិតអត់ពិបាកមែនខ្ញុំមើលទៅឃើញអត់ហ្នឹងតែខ្ញុំយល់អត់ដល់អត់មានអីមិនដល់ទេកន្លែងនេះព្រោះវារាក់អញ្ចឹងមែនចន្ទធីវារាក់អញ្ចឹងមែនហើយការចំណាយសម្រាប់ឆ្នាំ2018ការចុះចែកនៅភូមិអញ្ចឹងដែរការត្រូវការណាប្រហោងចន្ទធីអាចខ្វះទស្សនវិជ្ជាឬក៏យើងហៅរូបភាពដែរនៅក្នុងការបង្ហាញនេះគឺបង្ហាញទាំងវិធីសាស្ត្រផ្អែកលើធាតុចូលនិងវិធីសាស្ត្រផ្អែកលើថ្លៃចំណាយក្នុងមួយឯកតាអញ្ចឹងជាពិសេសនៅផ្នែកខាងលើនេះចំនួនមុងគុណនឹងថ្លៃមុងអញ្ចឹងចេញលុយអត់មានបាក់ទេយើងគ្រោងនៅឆ្នាំ N + 1អញ្ចឹងឆ្នាំ N + 1គឺឆ្នាំ2019ហើយយើងឈរនៅឆ្នាំ N គឺឆ្នាំ2018អ្វីដែលជាទស្សនវិជ្ជាដែលខ្ញុំហៅទស្សនវិជ្ជាមិញនៅក្នុងករណីហ្នឹងគឺបែបហ្នឹងអញ្ចឹងការគណនាចិនកញ្ចប់ឆ្នាំ2019ហ្នឹងគឺឆ្នាំគ្រោងហើយតែយើងមើលទៅយល់ណាចំនួនគុតគង់កើនឡើងពី45,000 មុងមក50,000 មុងអញ្ចឹង50,000 មុងហ្នឹងគឺក្រុមការងារគេអាចយោងតាមគោលដៅយោងតាមផែនការគឺមានការកើនឡើងអញ្ចឹងនៅឆ្នាំ N + 1គុយកើនឡើងអាចកត្តាជំរុញតម្រូវការហ្នឹងកើនឡើងពី45,000 មក 5,000 អូខេចំណែកផ្នែកនៅខាងក្រោមដែលចន្ទធីព្យាយាមនិយាយមិញហ្នឹងទោះបីថានេះគឺថ្លៃគុណឲ្យបរិមាណដដែល450ភូមិគុណឲ្យ 30,000 ហើយ500ភូមិគុណឲ្យ 30,000 ដដែលនៅឆ្នាំ2019អញ្ចឹងមានន័យថាឡំសាំចំណាយការធ្វើដំណើរឥន្ធនៈនេះអត់សំខាន់ទេអ្នកឯងចាយលើឥន្ធនៈប្រមាណលីត្រអត់យកមកគុណអីណាគឺមួយភូមិ 30,000 អាហ្នឹងឡំសាំអាហ្នឹងគេហៅផ្អែកលើធាតុចូលហើយអញ្ចឹងផ្អែកលើធាតុចូលបេសកកម្មមួយភូមិ 30,000 ណា 30,000 អញ្ចឹងហ្នឹងគឺផ្អែកលើធាតុចូលបន្តមកយើងគុណនឹងចំនួនភូមិអញ្ចឹងនេះគឺជា mix method វិធីសាស្ត្រលាយគ្នា 30,000 រៀលហ្នឹងគឺផ្អែកលើធាតុចូលទេអត់មានគិតយកសាំងប្រមាណលីត្រមកគិតឬក៏ផ្លូវឆ្ងាយប្រមាណឬក៏អីអត់សំខាន់មកភូមិ 30,000 ប៉ុន្តែនេះជាឧទាហរណ៍មែនតើ30,000 ចាយមិនគ្រប់ទេអ្នកចុះបេសកកម្មរត់អស់អូខេអញ្ចឹងនៅឆ្នាំ N ការចុះបេសកកម្មអស់13 លានកន្លះហើយយើងគ្រោងនៅឆ្នាំ N + 1ឡើងដល់15 លានអញ្ចឹងទៅអូខេនៅក្នុងទិន្នន័យនេះក៏សំខាន់
សមត្ថកម្មដែរគឺព័ត៌មានលម្អិតចឹងណាទីហោពុំដូចយើងពេលខ្លះយើង យើងក្តាប់ព័ត៌មានលម្អិតអត់បាននៅទីនេះគេប្រាប់យើងថាការចែកមុងហ្នឹងកណនីខាងលើហ្នឹងមិនទាន់គ្រប់ទៀតព្រោះមុងត្រូវលាបត្រូវជ្រលក់បាទត្រូវជ្រលក់កុំឲ្យមុះមកក្បែរហើយការចែកមុង 50000 មុងហ្នឹងត្រូវជ្រលក់ហើយមុងមួយជ្រលក់អស់600 រៀលអូខេបន្តមកទៀតគេប្រាប់ថាអ្នកដែលប្រជាជនដែលមានមុងហើយហ្នឹងបានពីមុនមកហ្នឹងក៏អាចជ្រលក់សារជាថ្មីដែរជ្រលក់សារថ្មីឲ្យគាត់ហើយគេវាតម្លៃថាមុងដែលយកមកជ្រលក់សារជាថ្មីហ្នឹងគឺមាន 200,000 មុងចាស់ហើយគេប្រាប់ថាថ្លៃជ្រលក់អត់ស្មើគ្នាទេគឺមុងចាស់2បានស្មើមុងថ្មី1ហើយយើងដឹងថាមុងថ្មី600អញ្ចឹងទិញពីព័ត៌មានយើងដឹងថាមុងចាស់អស់តែ300ទេព្រោះមុងចាស់2បានស្មើមុងថ្មី1អញ្ចឹងយើងយក300ថ្លៃជ្រលក់មុងចាស់គុណឲ្យ 20,000 យើងបាន60 លានរៀលគេដូច្នេះ30 បូក 60 លានរៀលក្រុងចំណាយថវិកាឆ្នាំ N+1 គឺ90 លានហើយការឆ្នាំមុនអស់81 លានអានឹងឆ្នាំដែលកន្លងមកហើយឆ្នាំ N ហើយយើងអាចបូកបានហើយបាទហើយចុងក្រោយគេប្រាប់ថាអាធុងជ្រលក់មុងហ្នឹង 160,000 ទៀតអញ្ចឹងទិញ2អស់210,000 គឺ 0.12 លានហើយយើងបូកតគ្នាទៅអញ្ចឹងចុងក្រោយនេះហើយគឺជាផលបូកពេលខ្លះសរុបហ្នឹងគេដាក់សញ្ញាតែប៉ុណ្ណេះបានហើយជួនកាលគេសេពាក្យសរុបអញ្ចឹងទៅសរុបឬក៏ total អញ្ចឹងទៅអូខេចឹងដូចចន្ទធីនិយាយមកអញ្ចឹងក៏អត់មានអីបាក់ទេឲ្យតែយើងតាមអានឹងងាយតាមមិនលើសមត្ថភាពនៃការយល់របស់យើងទេគណិតវិទ្យាប៉ុណ្ណោះប៉ុន្តែបើអត់ដាក់មកយើងអត់យើងបាត់បង់ទស្សនវិជ្ជាហ្នឹងយើងអាចមានបញ្ហាដែរអញ្ចឹងនេះគឺជាឧទាហរណ៍ហើយមួយវិញទៀតអ្នករៀបចំថវិកាអត់ដូចគ្នាទេអានេះថវិកានេះគឺសម្រាប់អាចថាក្រសួងសុខាភិបាលចុះយើងនៅធ្វើការនៅក្រសួងផ្សេងករណីនោះមិនអញ្ចឹងទេខែបន្ទាប់ពីយើងតាក់តែងរៀបចំកញ្ចប់ចំណាយហើយយើងនឹងកណនាឃើញកញ្ចប់ចំណាយសម្រាប់ចង្កោមសកម្មភាពនឹងចង្កោមសកម្មភាព 3-4 ហ្នឹងបូកទៅចេញអនុកម្មវិធី1អនុកម្មវិធី 2-3 ហ្នឹងបូកទៅកម្មវិធីខាងលើអញ្ចឹងយើងធ្វើការបូកសរុបតគ្នាផ្សំលេខហៅ aggregation ការសរុបតគ្នាហើយក្រសួងហ្នឹងមានកម្មវិធី 3 អូខេអញ្ចឹងយើងសរុបទៅរឿងនឹងចេញកញ្ចប់សម្រាប់ក្រសួងទាំងមូលហើយនេះគឺជាសំណួរសម្រាប់ verification គឺដែលស្ថិតនៅក្នុង guideline នេះដើម្បីឲ្យក្រុមការងារបង្កើនការជឿជាក់ថាតើយើងធ្វើត្រូវហើយនៅដើម្បីកាត់បន្ថយពេលវេលាចរចាឬក៏ភាពតឹងតែងនៃការចរចាជាមួយមន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអញ្ចឹងគេដាក់សំណួរប្រមាណនេះទី1គឺតើធាតុចូលទាំងឡាយដែលយើងយកមកកណនាហ្នឹងទាំងប្រភេទនៃធាតុចូលចំនួនបរិមាណហើយនឹងថ្លៃហ្នឹងសមរម្យនៅដែលលោលើសខ្វះទី2តើធាតុចូលហ្នឹងវាមានត្រួតស៊ីគ្នាអត់មានន័យថាធាតុចូលហ្នឹងអាចប្រើសម្រាប់ 2-3 សកម្មភាពដែរលេងដាក់មកអានោះក៏ដាក់នេះក៏ដាក់អញ្ចឹងវាអាចប៉ោងកញ្ចប់ចំណាយហើយតាមក៏ពិតធាតុចូលហ្នឹងគឺប្រើរួមគ្នាសម្រាប់ចង្កោមសកម្មភាពក្នុងជួនកាលយើងដាក់ត្រួតស៊ីគ្នាពី3ដងវាអាចប៉ោងតាមមានជំរឿផ្សេងទៀតដែលកាត់បន្ថយចំណាយអត់តែលោកមានជំរឿផ្សេងទៀតល្អជាងបានលទ្ធផលដូចគ្នាប៉ុន្តែចាយលុយតិចជាងណា formality នេះហ្នឹងតើធាតុចូលដែលយើងព្រោះធាតុចូលលុយទាំងអស់តើធាតុចូលទាំងអស់ដែលយើងបានដាក់ហ្នឹងយើងនឹងប្រើទាំងអស់អត់ក៏លោកដាក់ទៅយកទៅលុយតែយើងអត់ប្រើផងអាចអញ្ចឹងតើធ្វើសកម្មភាពហ្នឹងមានផលចំណេញដែរទេក៏លោកអត់មានចំណេញផងនឹងចុងក្រោយតើយើងរៀបចំកញ្ចប់ចំណាយហ្នឹងវាស័ក្តិសមជាមួយនឹង
ceiling ពួកចំណូលដែលយើងទទួលបានគឺទទួលបានពីរដ្ឋាភិបាលអញ្ចឹងវាស័ក្តិសមទៅនឹងទំហំថវិកាដែលគេកំណត់ឲ្យក្រសួងនោះចាយដែរទេអូខេស្អីក៏ដោយវាត្រូវថឹងថ្លែងជាមួយនឹងចំណូលអូខេហើយបាទនេះក៏ជារឿងរំលឹកឡើងវិញប្រថាប់ត្រាឡើងវិញយើង conclude ឡើងវិញថ្លៃចំណាយសម្រាប់កម្មវិធីគួរតែមានលក្ខណៈគ្រប់ជ្រុងជ្រោយចឹងយើងមើលទៅរចនាសម្ព័ន្ធកម្មវិធីមានអីខ្លះកម្មវិធីអនុកម្មវិធីចង្កោមសកម្មភាពហើយនៅទីនេះគឺគេ highlight នៅប្រភេទខ្លះនៃចំណាយបន្ថែមទៀតគឺចំណាយផ្ទាល់និងចំណាយប្រយោលអញ្ចឹង direct ហើយនិង indirect spending អញ្ចឹងនេះគឺជា awareness ការដឹងការចេះហៅ awareness ចំណាយខ្លះគឺផ្ទាល់គឺយើងចុះបេសកកម្មវិញយើងត្រូវតែចាយលុយប៉ុន្តែចំណាយខ្លះវាមានលក្ខណៈប្រយោលឧទាហរណ៍ថារថយន្តក្រសួងហ្នឹងទិញរថយន្តមកបម្រើឲ្យការងារឧទាហរណ៍ថារថយន្តហ្នឹងតម្លៃវា$10,000ប្រើនៅក្នុងកម្មវិធី2ហើយគិតថា5ឆ្នាំអស់តម្លៃគេត្រូវកំណត់គេថាឆ្នាំអវសាននៃការប្រើរថយន្តហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំថា50000ចុះខ្ញុំថា100000យន្តថ្លៃវា$50000ប្រើ5ឆ្នាំអស់តម្លៃនេះគឺជាpractice ជាក់ស្ដែងដែលកើតមានឡើងនៅកម្ពុជាពេលគេអនុវត្តគម្រោងយើងបានមើលនៅដើមមេរៀនដើមវគ្គសិក្សាឲ្យពាក្យកម្មវិធីនិងពាក្យគម្រោងអាចប្រើជំនួសគ្នាបានហើយសម្រាប់បរិបទកម្ពុជាពេលគម្រោងចប់ទៅគឺចាត់ទុកថារថយន្តហ្នឹងអស់តម្លៃមិនតែជាក់ស្ដែងអាចជិះបានអញ្ចឹងរថយន្តហ្នឹងក៏ធ្លាក់ទៅបុគ្គលឬក៏បុគ្គលិកនៃក្រសួងស្ថាប័នដែលគាត់ស័ក្តិសមនឹងទទួលបានរថយន្តហ្នឹងជិះប៉ុន្តែនៅក្នុងគម្រោងគឺថាវាអស់ហើយវាតម្លៃវាអស់ហើយវា depreciate ដល់0ហើយអញ្ចឹងបើសិនជារថយន្តហ្នឹងទិញមក50000ហើយយើងវាតម្លៃថា5ឆ្នាំអស់តម្លៃអញ្ចឹងច្បាល់1ឆ្នាំ10000ហើយរថយន្តហ្នឹងប្រើនៅក្នុងកម្មវិធី2យើងត្រូវចេះសន្មត់ទៀតថាតើកម្មវិធីហ្នឹងវាប្រើស្មើគ្នាបើសិនប្រើស្មើនេះយើងចែកចេញជា2 50 50អញ្ចឹងឆ្នាំហ្នឹង$5000ធ្លាក់ទៅកម្មវិធីទី1 $5000ធ្លាក់មកកម្មវិធីទី2មកឧទាហរណ៍អញ្ចឹងប៉ុន្តែបើយោងតាមអ្នករៀបចំថវិកាកញ្ចប់ថវិកាកម្មវិធីនេះអាចសន្មត់ផ្សេងថាកម្មវិធីទី1ប្រើរថយន្តនឹងច្រើនជាង 75% ហើយកម្មវិធីមួយទៀតប្រើតាម 25% ទេអញ្ចឹងចំណាយទៅលើរថយន្តហ្នឹងមួយឆ្នាំ10000អញ្ចឹងយើងដាក់7500ទៅកម្មវិធីទី1ហើយតែ2500មកកម្មវិធីទី2មកអាចអញ្ចឹងអូខេនេះគឺរបៀបកុំឲ្យតច្រកព្រោះអ្នកខ្លះគឺតច្រកតែក៏មាន option ដែរហ្នឹងជាការសម្រេចចិត្តទេយើងអាចដាក់ស្មើគ្នាកម្មវិធីទី1 50% កម្មវិធីទី2 50% ឬក៏70% 30% អញ្ចឹងករណីនេះគឺមិនករណីកម្ពុជានៅឡើយទេប៉ុន្តែករណីកម្ពុជាប៉ុន្តែមិនករណីសម្រាប់បុគ្គលកម្ពុជាទេឧទាហរណ៍ថាក្រសួងគាត់ជួលជំនាញការបរទេសមកបម្រើការឲ្យក្រសួងជាពិសេសក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុខ្លួនឯងហ្នឹងគាត់ប្រើជំនាញការបរទេសច្រើនគេជួលជាខែអញ្ចឹងពួកហ្នឹងស៊ីមួយខែគិតលុយមួយថ្ងៃចន្លោះពី$500ទៅ$1000នោះអញ្ចឹងអ្នកខ្លះគាត់ expert ធំគាត់គិតគេគិតមួយខែ working day 22ថ្ងៃអញ្ចឹងមួយថ្ងៃគាត់ឆាច1000អញ្ចឹង22ថ្ងៃគាត់ឆាច$22000ក្នុងមួយខែនេះអ្នកជំនាញការធំដែលរៀបចំ
ដែលជួយរៀបចំគោលនយោបាយធំនៅកម្ពុជាហ្នឹងហើយឧបមាថាយើងប្រើអ្នកជំនាញនោះក្នុងកម្មវិធី2 3ដែរអញ្ចឹងចាយលើគាត់មួយខែ 22,000 ឬក៏មួយឆ្នាំយើងជួលគាត់5 ខែហ្នឹងអស់លុយប្រហែលអញ្ចឹងយើងដាក់យើងបែងចែកមិនធ្វើកម្មវិធីទី1ទី2ក៏តាមនឹងដែរអញ្ចឹងគេអាចនិយាយថាបើយើងស្គាល់យើងដឹងចំនួនម៉ោងថាគាត់ធ្វើការនៅក្នុងកម្មវិធីទី1ប្រហែលម៉ោងកម្មវិធីទី2ប្រហែលម៉ោងហើយឬក៏ប្រហែលថ្ងៃអញ្ចឹងយើងអាចកណនាស្អីក៏ដោយគឺអត់ចេញផុតពីថ្លៃគុណនៃបរិមាណទេអូខេប៉ុន្តែនៅខាងក្រោមនេះគេបញ្ជាក់ថារឿងនេះវាមិនពាក់ព័ន្ធជាមួយនឹងករណីបុគ្គលិកជាតិទេបុគ្គលិកកម្ពុជាទេគឺយើងรู้ថាតែយើងដឹងចំនួនម៉ោងថាគាត់ធ្វើការនៅកម្មវិធីទី1ម៉ោងទី2ម៉ោងតែករណីហ្នឹងវាអត់ទាន់សម្រាប់មន្ត្រីកម្ពុជាណាគឺសម្រាប់តែជនជាតិបរទេសតកតងទៅនឹងចំណាយប្រយោលចំនៅទីនេះខ្ញុំសូមជូនជាទស្សនវិជ្ជាមួយថាគ្មានស្អីដែល free ទេលើโลกហ្នឹងចន្ទធីរៀនអនឡាញហ្នឹងបងលុយអត់បងលុយចន្ទធីបងលុយខ្លួនឯងចាបងលុយខ្លួនឯងទាំងអស់ណាអូហើយអ្នកផ្សេងទៀតនៅក្នុងឋានៈហ្នឹងបងលុយទាំងអស់គ្នាឬក៏អត់ទេចាលោកគ្រូក្នុងថ្នាក់ហ្នឹងបងលុយដូចគ្នាលោកគ្រូអញ្ចឹងយើងបង់ផ្ទាល់តាពួកយើង direct payment មានន័យថាយើងបង់ផ្ទាល់ហើយដូច្នេះបើសិនជាយើងមានស្មារតីខ្ពស់បង់លុយរៀនអញ្ចឹងត្រូវខំប្រឹងឲ្យស័ក្តិសមជាមួយលុយហ្នឹងប៉ុន្តែខ្ញុំក៏ចង់បញ្ជាក់ថាបើសិនជាយើងអត់បង់លុយទេហើយយើងបានរៀនក៏អត់មានន័យថា free ដែរគឺមានអ្នកណាបង់ជំនួសមានន័យអញ្ចឹងជាខ្ញុំមិនចូលចិត្តនិយាយពាក្យទ្រឹស្ដីខ្ញុំចូលចិត្តនិយាយពាក្យទស្សនវិជ្ជាវិញជាទស្សនវិជ្ជាគ្មានស្អីនៅលើโลกហ្នឹង free ទេបើសិនយើងរៀន free មានន័យថាមានអ្នកបង់ជំនួសការបដិបដាមួយចំនួនដូចជានៅក្រសួងសេដ្ឋកិច្ចធំគេមានវិទ្យាស្ថានមួយឈ្មោះថាវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុគេរៀបចំកម្មវិធីបដិបដាគេគឺឲ្យក្រសួងខ្លួនឯងចេញលុយទៀតផងមានថាក្រសួងខ្លួនឯងហ្នឹងបញ្ជូនមន្ត្រីមករៀនគឺក្រសួងអ្នកចេញលុយហើយគេរៀបចំអនុក្រឹត្យមួយគឺត្រូវតែបញ្ជូននិស្សិតបញ្ជូនសិក្ខាកាមមករៀនទៀតពីព្រោះអីបើមិនចឹងទេគេអត់ qualify ព្រោះមករៀនគឺមករៀនខាងគណៈនយោបាយខាងគេមានជំនាញអីគេផ្សេងណាខ្ញុំហៅឈ្មោះមិនចំទាំងអស់ទេតែមន្ត្រីទួមកខាងគណៈនេះគឺចែកចេញជាមន្ត្រីនេះមន្ត្រីនោះទៀតមករៀនអញ្ចឹងហើយអត់បានមកវគ្គបដិបដាហ្នឹងទេគេអត់ឲ្យឡើងឋានៈជាគណៈនយោបាយជាអីនោះទេគឺមានពាក្យរងអីខ្ញុំអត់ចាំអស់ទេដូច្នេះពួកយើងមានស្មារតីខ្ពស់បង់លុយចូលរៀនមានថាយើងចង់ចេះចង់ដឹងអញ្ចឹងសូមធ្វើសកម្មភាពឲ្យស្របតាមឆន្ទៈនោះផងតើយើងត្រូវយល់មិនអំពីចំណាយប្រយោលហ្នឹងអញ្ចឹងខ្ញុំឲ្យយើងសម័យឃើញក្រសួងមួយហើយយើងបាននិយាយថាក្រសួងហ្នឹងអាចមានកម្មវិធី2ឬ3ហើយកម្មវិធីហ្នឹងបានរុញឲ្យរចនាសម្ព័ន្ធរដ្ឋបាលដែលមានស្រាប់នៅមកថាអគ្គនាយកដ្ឋាននេះទទួលយកកម្មវិធីទី1អគ្គនាយកដ្ឋានមួយនោះកម្មវិធីទី2អញ្ចឹងទៅទីហោហើយយើងបាននិយាយថារចនាសម្ព័ន្ធកម្មវិធីมันចាំបាច់ត្រួតស៊ីគ្នាជាមួយរចនាសម្ព័ន្ធរដ្ឋបាលទេអញ្ចឹងមានន័យថាបើសិនជាកម្មវិធីឬក៏អនុកម្មវិធីណាមួយនោះវាស្មុគស្មាញมันអាច
យុគឋានណាមួយនោះឬក៏កៈយុគឋានណាមួយនោះទទួលយកបានគេបង្កើតរចនាសម្ព័ន្ធថ្មីមកមានថាបង្កើតក្រុមការងារថ្មីដើម្បីទូបន្ទុកកម្មវិធីនោះទៅប៉ុន្តែជាទូទៅដើម្បីភាពងាយស្រួលនៃការអនុវត្តទៅគេរុញកម្មវិធីហ្នឹងទៅយុគឋានណាដែលជារចនាសម្ព័ន្ធដែលមានស្រាប់នឹងឯងខែនេះចេញពីការអនុវត្តមកគេតាមការអនុវត្តបច្ចុប្បន្នការផ្ដោតចម្បងនៃការគណនាចំណាយគឺចំណាយផ្ទាល់គឺរួមមានចំណាយទៅលើបុគ្គលិកទៅលើសម្ភារៈទៅលើអីហ្នឹងប៉ុន្តែចំណាយប្រយោលគឺចំណាយហ្នឹងបានចាយហើយប៉ុន្តែកម្មវិធីហ្នឹងពីកម្មវិធីតែម្ដងហ្នឹងគឺក៏អត់បានចាយទេឧបមាថាសាលប្រជុំមួយសាលប្រជុំហ្នឹងថ្លៃទឹកថ្លៃភ្លើងថ្លៃរ៉ិនទីហោបើមានរ៉ិនទៀតគឺក្រសួងបានជួលឬក៏ក្រសួងបានបង់អញ្ចឹងជាទូទៅក្រសួងគឺគេមានកម្មវិធីគ្រប់គ្រងឧបមាថាយើងពិនិត្យមើលកម្មវិធីរបស់ក្រសួងសុខាភិបាលគឺមានកម្មវិធីទី1ប្រយុទ្ធប្រឆាំងជំងឺឆ្លងកម្មវិធីទី2ប្រយុទ្ធប្រឆាំងជំងឺមិនឆ្លងអញ្ចឹងប៉ុន្តែមានកម្មវិធីមួយទៀតគឺកម្មវិធីលើកកម្ពស់សេវាសុខាភិបាលនោះអានោះជាកម្មវិធីគ្រប់គ្រងកម្មវិធីហ្នឹងគឺកញ្ចប់ចំណាយគឺសម្រាប់ចំណាយរួមនឹងឯងចំណាយរួមទៅលើអ្វីដែលជាសម្ភារៈរូបវន្តដែលប្រើរួមគ្នាឬក៏សេវាដែលប្រើរួមគ្នាអញ្ចឹងកម្មវិធីមួយអត់បានចាយទៅលើអានោះទេប៉ុន្តែកម្មវិធីគ្រប់គ្រងបានក្តោបក្តាប់ចំណាយនោះហើយអញ្ចឹងចំណាយនោះវាអត់ឆ្លុះបញ្ចាំងនៅក្នុងចំណាយរបស់កម្មវិធីនោះទេប៉ុន្តែវាឆ្លុះបញ្ចាំងទៅលើចំណាយនៃកម្មវិធីគ្រប់គ្រងគេឥឡូវគាត់ថាចង់ alert ចង់បញ្ជាក់អញ្ចឹងក្រសួងស្ថាប័ននីមួយៗគឺមានកម្មវិធីគ្រប់គ្រងសម្រាប់ចំណាយរួមនឹងឯងហើយចំណាយដែលកម្មវិធីនោះมันបានចាយมันបានដាក់ចូលក្នុងកញ្ចប់គេហៅថាចំណាយប្រយោលឬក៏ចំណាយគ្រប់គ្រងអាចអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកស្ដាប់ខ្ញុំទទួលយកបានអូខេនេះគឺជាឧទាហរណ៍នៃចំណាយប្រយោលអាចការថែទាំរួមដោយនៅគណៈរដ្ឋមន្ត្រីខ្ញុំហ្នឹងគឺមានក្រុមការងារបោសសម្អាតឯរួមអញ្ចឹងកម្មវិធីណាមួយនោះអត់ដាក់ចំណាយទៅលើការងារបោសសម្អាតហ្នឹងទេតែគណៈរដ្ឋមន្ត្រីមានកម្មវិធីសម្រាប់ចាយទៅលើការថែទាំរួមថ្លៃទឹកថ្លៃភ្លើងអាចមិនដាក់ឆ្លុះបញ្ចាំងក្នុងកម្មវិធីទេប៉ុន្តែវាឆ្លុះបញ្ចាំងនៅក្នុងកម្មវិធីគ្រប់គ្រងថ្លៃជួលទីតាំងរួមគ្នាអញ្ចឹងទៅហើយជាសរុបទៅចំណាយរបស់ក្រសួងទាំងមូលគឺចំណាយផ្ទាល់និងចំណាយប្រយោលសូមបញ្ជាក់ឡើងវិញថាចំណាយប្រយោលស្ថិតនៅក្នុងកម្មវិធីគ្រប់គ្រងអូខេអញ្ចឹងយើងមែនតើទៅយើងបានបញ្ចប់ជំហានទី8ចុងក្រោយនៃការឬក៏ជំហានទី4សម្រាប់ដំណាក់កាលទី2ហ្នឹងគឺការរៀបចំធ្វើម៉េចឲ្យចេញកញ្ចប់ថវិកាតើជាកន្លឹះយើងសរុបមិនគេ4ចំណុចនេះចង់និយាយពីអីនៅពេលដែលចាប់ផ្ដើមអនុវត្តដំណើរការផ្លាស់ប្ដូរតាមប្រព័ន្ធថវិកាសម្បត្តិកម្មត្រូវមានឯកសារនិងការព្រមព្រៀងកន្លែងនេះគឺក្រសួងសេដ្ឋកិច្ចគឺគាត់តម្រូវបញ្ជាក់ថាក្រសួងសេដ្ឋកិច្ចគឺជាក្រសួងដែលមានអំណាចហិរញ្ញវត្ថុយើងហៅក្រសួងអភិបាលហិរញ្ញវត្ថុអីក៏ដោយគឺត្រូវតែទទួលដឹងឮពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុកែប្រែរចនាសម្ព័ន្ធអីមិនទៅណាដកដាក់អីទី2គោលដៅសុចនាករលទ្ធផលចុងក្រោយដូច64%ដូរទៅ66%ក្នុងករណីកុមារទទួលបានថ្នាំបង្ការអញ្ចឹងណាត្រូវកំណត់ឲ្យសមស្របជាមួយនឹងទំហំអនុទានថវិកាអញ្ចឹងកន្លែងនេះសមាគមយើងត្រូវជឿជាក់ត្រូវមានជំនឿជឿជាក់ថាដូរគោលដៅសុចនាករគឺដូរកញ្ចប់លុយយើងបានមើលណាកញ្ចប់លុយគឺរសើបតាមថ្លៃទំនិញកញ្ចប់លុយកញ្ចប់ចំណាយហ្នឹងរសើបតាមបរិមាណដែលបរិមាណទំនិញនិងសេវាហ្នឹងវារសើបតាម
ចំនួនសរុបតើមកវារក្សាតាមគោលដៅសុចនាករលទ្ធផលចុងក្រោយអូខេនៅខាងក្រោមចំណុចទី3អតិផរណាដែលខ្ញុំទៅនិយាយមិញគឺយើងត្រូវគិតគូរអំពីថ្លៃទំនិញនិងកត្តាជំរុញតម្រូវការហើយវិធីសាស្ត្រមាន2គឺផ្អែកលើថ្លៃក្នុងមួយឯកតាពេលគុណគុយនិងផ្អែកទៅលើវិធីសាស្ត្រឡំសាំមានន័យថាសង្ឃនេះហៅឡំសាំយ៉ាងដែរប៉ុន្តែនៅទីនេះយើងប្រើពាក្យ input base ផ្អែកលើធាតុចូលយើងបានបញ្ចប់ស្នូលនៃមេរៀនរបស់យើងហើយចឹងចម្ពោះទី5និងចម្ពោះទី6នេះគឺជាផ្លូវចេញទៅវិញហើយសូមបញ្ជាក់ថាឧទាហរណ៍ដូចចន្ទធីមើលចម្ពោះទី5ចឹងចន្ទធីអានតិចមើលអានចំណងជើងចម្ពោះទី5តិចមើលចម្ពោះទី5ការរៀបចំសេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំនិងការអនុវត្តថវិកាអនុម័តអត់ចំនួនចន្ទធីអនុម័តគាត់ដូរទៅអនុវត្តខុសគ្នាឆ្ងាយណាខុសគ្នាឆ្ងាយចាលោកគ្រូចាអូខេផ្អែកទៅលើចំណងជើងនឹងចន្ទធីចាត់ទុកថាចន្ទធីអត់បានអានមុនទេប៉ុន្តែទាយមើលថាចម្ពោះទី5នេះគេនឹងនិយាយពីអីគេនឹងនិយាយអំពីថវិកាគេនឹងនិយាយអំពីការរៀបចំថវិកាប្រចាំឆ្នាំគ្រូហើយនឹងការអនុម័តថវិកាមានន័យថាច្បាប់បានដាក់មកអញ្ចឹងយើងត្រូវអនុម័តថវិកាដែលច្បាប់ដាក់មកថាក្រសួងសេដ្ឋកិច្ចឲ្យចាយប្រហែលអញ្ចឹងត្រូវយកថវិកាដែលច្បាប់ដាក់ឲ្យហ្នឹងដែលគេឲ្យហ្នឹងយកអនុវត្តនោះការរៀបចំសេចក្តីព្រាងច្បាប់នោះអានឹងការងាររបស់ក្រសួងសាធារណឬក៏មិនមែនទេការរៀបចំសេចក្តីព្រាងច្បាប់នោះការរៀបចំសេចក្តីព្រាងច្បាប់ថវិកាប្រចាំឆ្នាំអានឹងជាការងារបន្តរបស់ក្រសួងសាធារណឬក៏មិនមែនទេខ្ញុំ highlight ពណ៌លឿងអត់ច្បាស់លោកគ្រូប៉ុន្តែគិតថាមិនមែនក្រសួងស្ថាប័នទេដូចជាត្រូវអនុនេះថាក្រសួងសេដ្ឋកិច្ចនេះរៀបចំច្បាប់នឹងអូខេគាត់បង្កើនការជឿជាក់ជាងហ្នឹងពីពិតជាអញ្ចឹងហើយគឺមិនមែនជាការងាររបស់ក្រសួងស្ថាប័នទេគឺក្រសួងសេដ្ឋកិច្ចជាអ្នក synthesize មានន័យថាជាអ្នកសំយោគថវិកាពីគ្រប់ក្រសួងស្ថាប័នទាំងអស់ទាំងថ្នាក់ក្រោមជាតិផងដែរពេញផ្ទៃប្រទេសហើយសំយោគឲ្យចេញជាថវិកាប្រចាំឆ្នាំហើយចេញទាំងខាងចំណាយទាំងខាងចំណូលអញ្ចឹងណាអញ្ចឹងនេះជាកិច្ចការងាររបស់ក្រសួងសេដ្ឋកិច្ចធុទេហើយរៀបចំមកចេញច្បាប់ចឹងមកប៉ុន្តែច្បាប់នេះច្បាប់ពិសេសច្បាប់រន្ធអត់មានមេត្រាស្ដីអំពីទោសបញ្ញត្តិអីទេអត់មានអាហ្នឹងទេអូប៉ុន្តែយើងហៅច្បាប់ដើម្បីចេះទេគឺដើម្បីធ្វើម៉េចគឺជាកាតព្វកិច្ចរបស់ក្រសួងនិយាយចំទៅរបស់ក្រសួងស្ថាប័នដែលត្រូវរៀបចំថវិកាហ្នឹងហើយចុងក្រោយគឺរបស់ក្រសួងសេដ្ឋកិច្ចអញ្ចឹងរដ្ឋមន្ត្រីទទួលខុសត្រូវហើយតាក់តែងជាច្បាប់ហើយត្រូវឆ្លងនីតិវិធីអនុម័តឆ្លងមកគណៈរដ្ឋមន្ត្រីមុនអូមានកិច្ចប្រជុំពិភាក្សាអញ្ចឹងមកដល់គណៈរដ្ឋមន្ត្រីទៅការពិនិត្យមើលសេចក្តីព្រាងច្បាប់នោះគឺមិនដើម្បីកែទេគឺគ្រាន់តែដើម្បីយល់គឺដើម្បីយល់ច្រើនជាងអាចសួរដេញដោលគ្នាអូតមកប្រជុំអន្តរក្រសួងតមកប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីជុំពេញអង្គគណៈរដ្ឋមន្ត្រីហ្នឹងគឺជាអធិបតីគឺសម្ដេចនាយករដ្ឋមន្ត្រីតមកបានឆ្លងទៅរដ្ឋសភាគឺយើងហៅនីតិវិធីអនុម័តហើយនៅរដ្ឋសភាហ្នឹងគឺមានតួអង្គ2សំខាន់គឺរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងនាយករដ្ឋមន្ត្រីទៅការពារច្បាប់ហ្នឹងនៅរដ្ឋសភាចប់ឆ្លងទៅព្រឹទ្ធសភាហើយចុងក្រោយឡាយប្រវត្តិដោយព្រះមហាក្សត្រខ្ញុំនិយាយប៉ុណ្ណឹងចម្ពោះទី5នេះចប់ហើយប៉ុន្តែយើងអាចសម័យគិតបានថា
ថវិកាប្រចាំឆ្នាំវាមានទាំងខាងចំណូលទាំងខាងចំណាយហើយអ្វីដែលយើងរៀននេះគឺយើងរៀនខាងចំណាយអូខេយើងរៀនអំពីការរៀបចំកញ្ចប់ចំណាយយើងអត់បានរៀនអំពីការគៀកចំណូលទេចឹងបើរៀនអានោះគឺច្រើនម៉ោងទៀតប៉ុន្តែมันមានប្រយោជន៍ប៉ុន្មានទេនោះគឺជាកិច្ចការងាររបស់ស្ថាប័នគៀកចំណូលនៅកម្ពុជាយើងស្ថាប័នគៀកចំណូលធំពីរគឺអគ្គនាយកដ្ឋានពន្ធដារនិងអគ្គនាយកដ្ឋានគយបូកស្ថាប័ននៃក្រសួងសម័យខ្លួនឯងដែលគៀកចំណូលដែរអូខេចឹងតបពីយើងបានរៀបចំតបពីយើងបានជជែកគ្នាអញ្ចឹងហើយខ្ញុំទៅលឿនបានអូខេនេះគឺជាវត្តថវិកាដែលយកមកនិយាយឡើងវិញខ្ញុំក៏ថាអត់មានអីលើសពីអ្វីដែលខ្ញុំរាយរាប់ប្រាប់មិញទេដល់ទីនេះយើងរំលឹកឡើងវិញទេថាក្រសួងស្ថាប័នដែលរៀបចំកញ្ចប់ចំណាយរបស់ខ្លួនហ្នឹងមុននឹងក្រសួងសេដ្ឋកិច្ចធុគេសំយោគបូកសរុបទៅជាថវិកាប្រចាំប្រទេសគឺត្រូវមានការចរចាពីដំណាក់កាលទីមួយគឺក្រមបច្ចេកទេសក្រសួងសេដ្ឋកិច្ចនិងក្រមបច្ចេកទេសរៀបចំកញ្ចប់ហ្នឹងរបស់ក្រសួងសម័យយើងហៅថាកិច្ចព្រមព្រៀងឬក៏កិច្ចចរចាកិច្ចពិភាក្សាកម្រិតបច្ចេកទេសបន្តមករវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងធុនិងរដ្ឋមន្ត្រីក្រសួងសម័យខ្ញុំនិយាយចឹងជាផ្លូវការប៉ុន្តែជាក់ស្ដែងអាចរដ្ឋមន្ត្រីគាត់អាសាញរដ្ឋលេខាធិការមកប្រជុំទៅជាក់ស្ដែងណាអូខេអញ្ចឹងកម្រិតថ្នាក់ដឹកនាំអញ្ចឹងយើងបានថវិកាប្រចាំឆ្នាំរបស់ក្រសួងស្ថាប័នទាំងអស់ហើយទាំងអស់ហ្នឹងមកបូកចូលគ្នាសម្រាប់ប្រទេសទាំងមូលដូច្នេះកន្លែងនេះអ្វីយើងត្រូវចងចាំគឺមានពីរដំណាក់កាលនៃការចរចាថវិកាគឺដំណាក់កាលទី1កម្រិតបច្ចេកទេសនិងដំណាក់កាលទី2កម្រិតថ្នាក់ដឹកនាំអូខេខែនេះគឺក៏ខ្ញុំគាត់ថាក៏ repeat ឡើងវិញដែរគឺយើងបានចែកគ្នាហើយតាក់ទងទៅនឹងវត្តហ្នឹងវិលជុំហ្នឹងការពិនិត្យវិច័យគឺបន្ទាប់ពីក្រសួងសេដ្ឋកិច្ចធុគាត់សំយោគហើយគាត់ត្រូវផ្ញើមកគណៈរដ្ឋមន្ត្រីហើយគណៈរដ្ឋមន្ត្រីផ្សងកិច្ចការប្រជុំនឹងខ្ញុំនិយាយមិញហ្នឹងគឺទៅរដ្ឋសភាឡើងឡាក់តមកគឺឡាយប្រព័ន្ធដល់ព្រះមហាក្សត្រហើយបោះពុំផ្សាយហើយចាប់ដើមអនុវត្តនៅខែ1នៅថ្ងៃ1ខែ1នៅឆ្នាំបន្ទាប់ចូលមកដល់អញ្ចឹងចំពោះ5ត្រូវបានបញ្ចប់ប៉ុណ្ណឹងហើយមាន3ចំណុចកន្លឹះនេះខ្ញុំគាត់ថាខ្ញុំមិនបាច់អានឡើងវិញទេមកចុងក្រោយគឺត្រូវបោះពុំផ្សាយប៉ុន្តែបើយើងអត់ឃើញការបោះពុំជាឯកសាររឹងទេមើលអាទុនទៅមើលសោះទៅពួកគេបោះពុំជា PDF ហើយគេអាចផុសនៅក្នុង website ប៉ុន្តែជាមួយនឹងគេហៅ time lag ជាពាក្យសំខាន់ដែរ time lag ហ្នឹងតាមទីដែលលើពាក្យហ្នឹង time lagមិចអន់លោកគ្រូព្រោះយើងអាចច្រឡំព្រោះពាក្យនេះជាពាក្យវិទ្យាសាស្ត្រព្រោះមានបើណាអត់យល់ពាក្យហ្នឹងទេយើងអាចថ្ងៃក្រោយប្រឈមនឹងបញ្ហាច្រើនបើយើង late មានន័យថាយើងជាកំហុស late វាជាកំហុសប្រជុំម៉ោង8កន្លះយើងមកដល់ម៉ោង9យើង late ព្រោះមកយើងមិនម៉ត់ចត់យើងអាក់ slow យើងធ្វើសកម្មភាពយឺតប៉ុន្តែ time lag នេះជានិយមន័យមានន័យថាកិច្ចការងារនោះអ្វីនោះគឺទាមទារពេលវេលាចឹងហ្មងអញ្ចឹងយើងឈឺផ្ដាសាយយើងលេបថ្នាំថ្ងៃហ្នឹងអត់ជាថ្ងៃហ្នឹងទេវាទាមទារ5ថ្ងៃបានជាអញ្ចឹងយើងចង់ឲ្យជាថ្ងៃហ្នឹងហ្មងដាក់ថ្នាំទៅជាហ្មងអត់ទេអូខេវិធានការគោលនយោបាយដែលចេញថ្ងៃហ្នឹងអត់ឃើញអត្តពលឬក៏លទ្ធផលថ្ងៃហ្នឹងទេវាទាមទាររយៈពេល
Chẳng này hỏi cứ chỉ ắt thần đây này time lạcហើយវាស្មុគស្មាញវាពិបាកយល់ចឹងប៉ុន្តែគេកំណត់ concept ចឹង time lag ហើយនិង time late ខុសគ្នាអូខេ time lag មានន័យថាទាមទារពេលវេលាតែម្ដងមិនដោយសារបុគ្គលនោះគាត់មិនមកចត់គាត់ធ្វើប្រហែសឬក៏គាត់ចោលសៀតពេកទេមិនអញ្ចឹងគឺមកពីត្រូវការពេលវេលាទៅចំពោះទី6ការអនុវត្តនេះគឺមានន័យថាឆ្នាំ n បូក1ខ្លាយជាឆ្នាំ n វិញហើយឆ្នាំ n បូក1ខ្លាយជាឆ្នាំ n ហើយយើងអនុវត្តតើស្អីទៅដែលជាចំណុចពិសេសសម្រាប់ការអនុវត្តអញ្ចឹងខ្ញុំអាចទៅលឿនដែរប៉ុន្តែសិក្ខាកាមយើងត្រូវតាមឲ្យទាន់ហើយក្តាប់ឲ្យបានក្រសួងទី1ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុគាត់នឹងចេញគោលការណ៍ហាក់ប្រហែលគ្នាទេមួយឆ្នាំទៅមួយឆ្នាំតែគាត់មានកាតព្វកិច្ចត្រូវចេញជារៀងរាល់ឆ្នាំគោលការណ៍ណែនាំស្ដីពីការអនុវត្តថវិកាទោះបីថាវាដូចតែឆ្នាំមុនអញ្ចឹងតែមានអីកែប្រែដោយសារតែស្ថានភាពកែប្រែនេះដូចថវិកាឆ្នាំ2027អីនេះគឺអាចមានការនិយ័តច្រើនពីព្រោះអីចំនួនឬក៏ការឈ្លានពានសៀមខ្មែរនេះវាចាក់តពលខ្លាំងមកលើស្ថានភាពថវិការបស់កម្ពុជាយើងត្រូវហាត់កញ្ចប់ចំណាយមួយចំនួនចេញទៅវិស័យការពារជាតិអញ្ចឹងប៉ះពាល់ខ្លាំងប៉ះពាល់គ្រប់ទាំងអស់ឥឡូវគ្រាន់តែជនភៀសសឹកក៏ត្រូវសង់ផ្ទះគាត់នៅបដិសន្ននេះកើតរឿងច្រើនហើយពេលអនុវត្តគឺត្រូវតែមានរបាយការណ៍អញ្ចឹងរបាយការណ៍ចាយលុយចា៎គេហៅរបាយការណ៍ហិរញ្ញវត្ថុរបាយការណ៍ចាយលុយនិងរបាយការណ៍លទ្ធផលយើងហៅរបាយការណ៍សមិទ្ធកម្មអញ្ចឹងការធ្វើរបាយការណ៍មាន2ប្រភេទរបាយការណ៍ហ្នឹងគឺរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សមិទ្ធកម្មតមកកិច្ចការងារហិរញ្ញវត្ថុសាធារណៈនេះគឺត្រូវតែមានការត្រួតពិនិត្យអញ្ចឹងគេផ្សព្វផ្សាយគោលការណ៍ស្ដីពីការត្រួតពិនិត្យហ្នឹងឥឡូវយើងហៅថាការតាមដាននិងវាយតម្លៃហើយសូមបញ្ជាក់ថានៅកម្ពុជាយើងយន្តការត្រួតពិនិត្យឬក៏យន្តការតាមដានវាយតម្លៃនេះគឺមានមិនអន់ទេណាគ្រាន់តែថាលទ្ធផលយ៉ាងដូចម្ដេចខ្ញុំមិននិយាយទេហើយយើងម្នាក់មានគតិបណ្ឌិតរៀងខ្លួនក្នុងការយល់ដឹងក្រសួងសាមញ្ញស្ថិតនៅក្រោមសវនកម្មអញ្ចឹងយើងមានយន្តការសវនកម្មផ្ទៃក្នុងផ្ទៃក្រៅយើងមានសវនកម្មជាតិយើងមានក្រសួងអធិការកិច្ចក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុហ្នឹងក៏ជាក្រសួងសវនកម្មដែរគាត់ធ្វើសវនកម្មហិរញ្ញវត្ថុបើមានពុករលួយ ACU អាហ្នឹងសិយន្តការត្រួតពិនិត្យហើយ ACU គាត់មើលចម្បងតែរឿងពុករលួយទេអូខេហើយមានយន្តការថ្មីទៀតឧមាថាយន្តការ M&E ដើម្បីតាមដានវាតម្លៃការវត្តយុទ្ធសាស្ត្របញ្ចកោណអញ្ចឹងទៅអញ្ចឹងស្រុកខ្មែរយើងតាមដានវាតម្លៃនេះមិនអន់ទេហើយខ្ញុំសូមបញ្ជាក់អាការងារតាមដានវាតម្លៃហ្នឹងគឺចាយលុយច្រើនណាព្រោះក្រសួងមួយហ្មងដូចក្រសួងអធិការកិច្ចអីឧបមាថាតួអង្គនីមួយដែលចាយលុយហ្នឹងមានការទទួលគេហៅថា account ច្រើនចង់ពេកទេចាយលុយច្រើនណាប៉ុន្តែមនុស្សយើងអត់អញ្ចឹងទេណាមនុស្សយើងគឺបើអត់មានយន្តការតាមដានវាតម្លៃត្រួតពិនិត្យទេគឺថាទៅអស់ហ្មងអាលុយកញ្ចប់បែងចែកហ្នឹងទៅណាអស់អត់មានទេសមិទ្ធផលដូច្នេះយន្តការតាមដានវាតម្លៃនេះសំខាន់អូខេតកតនឹងចំណុចនេះគឺខ្ញុំលើកអំពី
មូលដ្ឋានទេណាដើម្បីអនុវត្តកិច្ចការងារដ៏ធំកិច្ចការងារនេះធំតែមិនជាកិច្ចការងារ tangible ទេគឺ intangible កិច្ចការងារបត់បែនយើងហៅថាការងារទុន soft skill ត្រូវការទាមទារ soft skill មិនទុនជ្រាយគឺវាបត់បែនហ្នឹងគឺបត់បែនគឺយើងមានក្របខ័ណ្ឌច្បាប់យើងមានប្រព័ន្ធច្បាប់ស្តីពីប្រព័ន្ធរ៉ាំរកសាធារណៈឥឡូវនេះគឺចេញឆ្នាំថ្មីហើយឆ្នាំ2022 23តែมันខុសគ្នាពីឆ្នាំចាស់មកទេយើងមាននីតិវិធីយើងមានប្រកាសរបស់ក្រសួងសេដ្ឋកិច្ចវត្ថុយើងមានគោលការណ៍ណែនាំចេញជាប្រចាំជារាល់ឆ្នាំរបស់ក្រសួងសេដ្ឋកិច្ចវត្ថុណាចឹងហើយយើងចុងក្រោយដាក់ថាលិខិតបទដ្ឋានផ្សេងទៀតអញ្ចឹងក្របខ័ណ្ឌឬក៏មូលដ្ឋានសម្រាប់អនុវត្តហ្នឹងគឺផ្អែកទៅលើគតិយុត្តផ្នែកហិរញ្ញវត្ថុហ្នឹងឯងនេះជាគោលការណ៍តកតងទៅនឹងរបាយការណ៍ចំណុច 6.2 អញ្ចឹងតកតងរបាយការណ៍យើងបានទៅចែកគ្នាមិញហើយគឺយើងចែករបាយការណ៍ចេញជា2ប្រភេទរបាយការណ៍ចាយលុយនិងរបាយការណ៍លទ្ធផលនៃការចាយលុយហ្នឹងយើងហៅថារបាយការណ៍សមិទ្ធកម្មអូខេណានោះអាចមានសម្លេងចង់និយាយខ្ញុំស្ដាប់ក៏លោចង់និយាយប៉ុន្តែមិនទៅមិនមែនទេប្រហែលជារាលកាយទេចឹងរបាយការណ៍ហិរញ្ញវត្ថុធម្មតាទេកាលណាយកថវិកាយកមកអនុវត្តគឺត្រូវចាយជារៀងរាល់ថ្ងៃ7 5ថ្ងៃមួយអាទិត្យហើយ22ថ្ងៃយើងនិយាយថា30ថ្ងៃហ្មងទៅបូកទាំងថ្ងៃជប់សម្រាប់មួយខែហើយ12ខែមួយឆ្នាំអញ្ចឹងយើងចាយខាងចំណូលគឺរត់ពីរដ្ឋាភិបាលមកអញ្ចឹងសំខាន់គឺរបាយការណ៍ចំណាយហើយរដ្ឋាភិបាលគេមាននីតិវិធីមានជុំមកគេរត់ម្ដងប្រហែលជុំ4ជុំអញ្ចឹងនេះជាគោលការណ៍ថ្មីក្រសួងស្ថាប័ននីមួយៗត្រូវមានរបាយការណ៍ប្រតិបត្តិមានថារបាយការណ៍ហិរញ្ញវត្ថុទៅលើប្រតិបត្តិការនិងរបាយការណ៍ហិរញ្ញវត្ថុទៅលើបន្ទុកបុគ្គលិកអញ្ចឹងគេចង់ឲ្យ highlight បន្ទុកបុគ្គលិកនេះខ្លាំងណាពួកគេចង់ដឹងថាតើក្រសួងហ្នឹងមានបន្ទុកបុគ្គលិកមានបុគ្គលិកប្រមាណនេះគឺជាយន្តការត្រួតពិនិត្យបន្ទុកបុគ្គលិកនៃក្រសួងនីមួយៗដែរតាមរយៈរបាយការណ៍ហិរញ្ញវត្ថុហ្នឹងហើយមិនតាមតែប៉ុណ្ណោះក្រសួងសាមញ្ញត្រូវចែកបុគ្គលិកហ្នឹងទៅតាមកម្មវិធីទៀតមានថាក្នុងកម្មវិធីទី1ហ្នឹងមានបុគ្គលិកប្រមាណកម្មវិធីទី2មានបុគ្គលិកប្រមាណពីមុនមកអត់មានអញ្ចឹងទេណាដូច្នេះនេះគឺថ្មីសម្រាប់គោលការណ៍ឆ្នាំ2021គឺវិភាគទៅលើបុគ្គលិកហ្នឹងគឺត្រូវមើលឃើញច្បាស់លាស់ហើយខ្ញុំសូមកាត់ខ្លះមានន័យថាពីមុនមកគឺការបែងចែកបុគ្គលិកតាមកម្មវិធីហ្នឹងអត់មានទេគឺច្បោលឬក៏រួមមកឥឡូវនេះគេឲ្យបែងចែកបុគ្គលិកទៅតាមកម្មវិធីអាចទៅតាមចង្កោមសកម្មភាពនិងអនុកម្មវិធីចឹងដែរហើយការបំពេញរបាយការណ៍ហិរញ្ញវត្ថុហ្នឹងក៏ធ្វើទៅតាម template ធ្វើទៅតាមទម្រង់ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផ្ដល់ឲ្យបំពេញអញ្ចឹងគេអាចឲ្យយើងរៀបរាប់វិធីសាស្ត្របែងចែកមន្ត្រីវិភាគប្រាក់បៀវត្សតាមកម្មវិធីអីហ្នឹងវិធីសាស្ត្របែងចែកមន្ត្រីនិងវិភាគបៀវត្សចង្កោមសកម្មភាពហ្នឹងគឺឲ្យយើងបំពេញព័ត៌មានហ្នឹងអូខេនេះគឺជាជំរាកនៃទម្រង់ដែលយើងត្រូវបំពេញព័ត៌មានហ្នឹងឲ្យទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយផ្អែកលើព័ត៌មាននេះ
សំខាន់ណាគឺនឹងឆ្លុះបញ្ចាំងមុខងារភារកិច្ចរបស់ក្រសួងស្ថាប័នឆ្លុះបញ្ចាំងទំហំការងារឆ្លុះបញ្ចាំងបន្ទុកបុគ្គលិកឡើងឧទាហរណ៍ថាមួយរ៉ូម៉ាំងព័ត៌មានពីចង្កោមសកម្មភាពធនធានមនុស្សអញ្ចឹងយើងដឹងថាក្រសួងគឺមានកម្មវិធីចឹងកម្មវិធីក្នុងអនុកម្មវិធីហើយអនុកម្មវិធីគឺអាចមានការគ្រប់គ្រងធនធានមនុស្សចឹងទៅនេះគឺជាលេខមានថាកម្មវិធីទី4អនុកម្មវិធីទី2ចង្កោមសកម្មភាពទី4គឺប្រាក់បៀវត្សតកតងប្រាក់បៀវត្សអញ្ចឹងប្រាក់បៀវត្សបន្ទុកបុគ្គលិករបស់ក្រសួងនោះមានទំហំប៉ុណ្ណេះដោយសារគាត់មានបុគ្គលិក 2000 នាក់ទីហោទេហើយកម្មវិធីសរុបដែលក្រសួងនឹងមានចំនួន4អញ្ចឹងមានន័យថាតកតងទៅនឹងបុគ្គលិកនេះគឺស្ថិតនៅក្នុងកម្មវិធីទី4ហើយយើងបំពេញព័ត៌មានចឹងមកក្រសួងកចឹងមកក្រសួងកចឹងមកគឺទៅតាម template របស់បំពេញព័ត៌មានទៅចំនួនបុគ្គលិកមាន 2000 នាក់ទៅហើយនេះកម្មវិធីទី1មានប្រមាណអ្នកយើងអាចចែកជាចំនួនការលើកនោះមានប្រាក់ខែអត់ដូចគ្នាទេចាកម្មវិធីខ្លះថាកម្មវិធីទី3មានបុគ្គលិក500នាក់ប៉ុន្តែកញ្ចប់លុយបៀវត្សហ្នឹងច្រើនជាងកម្មវិធីទី1ដែលមានបុគ្គលិក600នាក់អញ្ចឹងខុសគ្នា100នាក់ប៉ុន្តែលុយច្រើនជាងដោយសារប្រាក់ខែខុសគ្នាបាទយើងអាចឃើញវិភាគបន្ទុកតាមកម្មវិធីខុសគ្នាមានថាកម្មវិធីទី1ស៊ីបន្ទុកប្រាក់បៀវត្ស 28% ប៉ុន្តែចំនួនបុគ្គលិកមានដល់តែ 30% នៃបុគ្គលិកសរុបកម្មវិធីទី2ស៊ីលុយ 35% បុគ្គលិក 35% ដែរកម្មវិធីទី3លុយ 30% តែបុគ្គលិកតែ 25% ទេដោយសារប្រាក់ខែច្រើនឡើងទៅហើយនៅខាងក្រោមយើងមើលឃើញថវិកាសរុបមានថាបន្ទុកបុគ្គលិកមានប៉ុណ្ណេះ1000លានរៀលប៉ុន្តែកម្មវិធីមួយហ្នឹងគឺចំណាយទៅលើប្រតិបត្តិការអត់ដូចគ្នាទេធម្មជាតិដែលមាននៅក្នុងប្រៃជ្រៅតើអ្នកដឹងទេថាមានរុក្ខជាតិម្យ៉ាងដែលអាចផឹកទឹកពីវាបានប្រៀបដូចជាដើមទឹកធម្មជាតិអញ្ចឹងវាត្រូវបានគេហៅថាវត្តទឹកនៅក្នុងព្រៃតំបន់កណ្ដាលខ្លះនៅពេលដែលអ្នកកាប់ដើមវត្តនេះទឹកនៅថ្លៃឆ្លងហត់ឆាប់យើងអត់ចង់ស្ដាប់ប៉ុណ្ណឹងទេចឹងយើងថវិកាកម្មវិធីនេះគឺថវិកាដើម្បីប្រតិបត្តិកម្មវិធីហើយកម្មវិធីហ្នឹងមានបន្ទុកបុគ្គលិកប៉ុណ្ណេះចឹងយើងបូកចូលគ្នាយើងនឹងឃើញកម្មវិធីមួយទាំងបន្ទុកបុគ្គលិកទាំងបន្ទុកបុគ្គលិកទាំងប្រតិបត្តិការចុងក្រោយទៅយើងបូកចូលគ្នាយើងបានសរុបថវិកាសរុបរបស់ក្រសួងហ្នឹងគឺប៉ុណ្ណេះ 30,976,000 លានរៀលយើងហៅ billion រៀលចឹងអូខេនេះជាឧទាហរណ៍នៃថវិកានៃរបាយការណ៍រ៉ាញ់ថោអូខេរបាយការណ៍រ៉ាញ់ថោខ្ញុំមានន័យថា presentation របស់ original presentation អត់មានតារាងនេះទេតែនេះខ្ញុំដាក់មកដើម្បីយើងបានឃើញទេហើយរបាយការណ៍នេះជារបាយការណ៍ប្រចាំឆមាសខ្ញុំលុបចុះលុបឡើងបាត់ចំណងជើងខាងលើនេះបាត់ទៅព្រោះធ្វើឲ្យតែងតែលុបទៅបាត់ដោយចឹងទីអថាទៅលើអនុកម្មវិធី e-admin នេះ e-administration នេះគឺមានកញ្ចប់ថវិកាប៉ុណ្ណេះហើយពាក់កណ្ដាលឆមាសធ្វើបានប៉ុណ្ណេះហើយអញ្ចឹងយើងនិយាយថាចាយអស់ប៉ុណ្ណេះហើយយើងធ្វើផលធៀបទៅយើងបាន 58%
នេះអាផលធាតុហ្នឹងមិនចេះតែដាក់មកទេយើងបើអ្នកតាមដានវាតម្លៃគេមើលលេខហ្នឹងហើយយើងគេអាចសន្និដ្ឋានវាតម្លៃបានអញ្ចឹងចុងក្រោយសន្និដ្ឋានថាម៉េចឧទាហរណ៍ថាចង្កោមសកម្មភាពមួយនេះផ្ដល់ការលើកទឹកចិត្តក្នុងការបង្កើតនេះ data portal នេះចឹងការលើកទឹកចិត្តហ្នឹងមានកញ្ចប់ថវិកា150លានហើយ6ខែចាយអស់150លានគឺ 100%ចឹងមន្ត្រីតាមដានវាតម្លៃអាចសួរទៅក្រុមការងារថវិកាអាចវាតម្លៃពិភាក្សាហើយធ្វើអីសន្តានបានចុះ6ខែទៀតមិនព្រោះយើង6ខែចាយអស់កញ្ចប់នឹងបាត់ហើយកញ្ចប់ខ្លះកញ្ចប់ដែលត្រូវចាយទៅសេកម្មវិធីឲ្យគេកញ្ចប់ហ្នឹងត្រូវ80លានប៉ុន្តែ6ខែទៅចាយអស់ពី10លានចឹងបានតែ 15% ទេចឹងនេះក៏ question mark ដែរព្រោះពាក់កណ្ដាលឆ្នាំ6ខែវាត្រូវនៅម្ដុំ 50% នេះ58ទេមិនអីទេ58ហ្នឹងខែនេះជាឧទាហរណ៍នៃរបាយការណ៍រ៉ែនថុហើយរីឯរបាយការណ៍សមិទ្ធកម្មគឺជារបាយការណ៍ដែលប្រាប់អំពីលទ្ធផលដែលសម្រេចបានហើយយើងសម័យគិតមើលយើងយកលុយយកមកចាយអញ្ចឹងលទ្ធផលនោះជា output ឬក៏ជា outcome មើលឆ្លើយមួយខ្ញុំតិចមើលហើយខ្ញុំនិយាយម្នាក់ឯងយូរទៅមានបញ្ហាអញ្ចឹងយើងយកលុយមកចាយហ្នឹងជាលទ្ធផលតើជា output ឬ outcome មករាមកវិញទៅបានគ្រូ outcome output លោកព្រោះអាហ្នឹងគិតជាប្រចាំឆ្នាំជាពាក់កណ្ដាលឆ្នាំប៉ុន្តែអ្នកដែលធ្វើរបាយការណ៍ត្រូវយល់រឿងមួយទៀត output ហ្នឹងបង្កគ្នាពីមួយឆ្នាំទៅមួយឆ្នាំដើម្បីទៅសម្រេចបាន outcome អញ្ចឹងហ៎មករាបានលោកបាន output បូកគ្នាច្រើនទៅ outcome គឺជាលទ្ធផលចុងគ្រាសម្រាប់កម្ពុជាយើងគឺចុងអាណត្តិហ្នឹងឯងចុងគ្រាគឺចុងអាណត្តិរបាយការណ៍សមិទ្ធកម្មនៅទីនេះគឺគេកំហិតប្រចាំឆមាសនិងប្រចាំឆ្នាំអញ្ចឹងអត់មានត្រីមាសទេអានេះគឺជាអាចថាការវិវត្តមកអញ្ចឹងពីមុនមកគេអាចទាមទារត្រីមាសអញ្ចឹងយើងត្រូវធ្វើ4ដងអញ្ចឹងត្រីមាសទី1ទៅមកពីត្រីមាសបូកជោគនេះយើងហៅឆមាសទៅមកត្រីមាសទី3 9ខែទៅមក12ខែប៉ុន្តែទីនេះយោងតាម material នេះគឺយើងអាចមើលទៅឃើញថាមួយឆ្នាំធ្វើតែ2ដងទេប្រចាំឆមាសនិងប្រចាំឆ្នាំព្រោះការងារធ្វើអត់ធ្វើសោះមានបញ្ហាធ្វើច្រើនពេកក៏មានបញ្ហាដែរអញ្ចឹងអូខេតើរបាយការណ៍នេះសំខាន់ឬក៏ពាក់ព័ន្ធនឹងអីខ្លះគឺយើងត្រូវប្រៀបធៀបលទ្ធផលដែលសម្រេចបានជាមួយនឹងការរៀបចំគោលដៅសុចនាករដែលយើងបានកំណត់នៅដើមឆ្នាំនោះជា output ហើយនឹងជាពិសេស output នឹងឯងដូចយើងប្រៀបធៀបមកអញ្ចឹងអានេះគឺអានេះវាជាហិរញ្ញវត្ថុទេអានេះប្រៀបធៀបហិរញ្ញវត្ថុអញ្ចឹងអា115នោះបានតែ 15% នៃគោលដៅដែលបានកំណត់80លានរៀលនោះប៉ុន្តែនេះរបាយការណ៍ហិរញ្ញវត្ថុចំណែកឯរបាយការណ៍សមិទ្ធកម្មគឺប្រៀបធៀបលទ្ធផលថាមួយឆ្នាំហ្នឹងឧទាហរណ៍ថាមួយឆ្នាំហ្នឹងយើងសង់បន្ទប់សាលារៀន100បន្ទប់ឥឡូវពាក់កណ្ដាលឆមាសបានតាម20បន្ទប់ចាំបានតាម 20% ទេតើ6ខែទៀតមិនចឹងមានថា6ខែទៀតនោះត្រូវរត់ត្របាញ់ជើងមានអញ្ចឹងភាសាខ្មែរគេនិយាយអញ្ចឹងរត់ត្របាញ់ជើងមានថា6ខែទៀតយើងត្រូវមកមានញឹកយ៉ាងខ្លាំងក្នុងការបង្កើតសមិទ្ធកម្មហើយបើសិនបើលទ្ធផលហ្នឹងងាកចេញពីគោលដៅដែលបានកំណត់គេហៅថាការប្រែប្រួលភាសាអង់គ្លេសអាចប្រើពាក្យ variance អញ្ចឹងខ្ញុំសូមបញ្ជូនជាភាសាអង់គ្លេសបើសិនជាភាសាខ្មែរគេបកប្រែមក
variant ហ្នឹងគឺមកពាក្យ variance ចឹងស្អីគេ variant គឺការប្រែប្រួលនឹងឯងគេអាចប្រើពាក្យ deviation មានន័យថាគម្លាតគេអាចប្រើមួយណាក៏បានដែរ variant ក៏បានគម្លាតក៏បានអ្នកណារៀនស្ថិតិពាក្យហ្នឹងគឺជាពាក្យស្ថិតិ variance ជួនកាលគេប្រើពាក្យភាសាបារាំង disperse ទៀតក៏បានដែរ dispersion អាចប្រើពាក្យអស់ហ្នឹងមករាបើសិនធ្វើគ្រូគណិតវិទ្យាអាចធ្លាប់ឃើញពាក្យអស់ហ្នឹងមែនទេឬក៏ធ្វើគ្រូគណិតវិទ្យាទេ Hello បាទយ៉ាងហើយ deviation មានលោកកំលៀតតិន័យតកតងការកណនីអង្គតិកតិលកណនីនិយាយទៅតកតងនឹងតិន័យស្ថិតិលោកតែទីហៅកម្មសោតតកតងកម្មសោត dispersion ហ្នឹងក៏មានក្នុងវិទ្យាសាស្ត្រដែរប្រែថារបាយឬខ្ទាតនៃវិទ្យាសាស្ត្រយើងអាចប្រើជំនួសគ្នាបានពីគេប្រយ័ត្នគេប្រើមួយណាយើងអាលំខួរមួយហ្នឹងមានថាប្រើមួយណាក៏យើងអាចយល់បានដែរប្រើពាក្យ deviation ក៏យល់បាន variant ក៏យល់បាន dispersion ក៏យល់បានហើយភាសាខ្មែរពេលខ្លះអត់យើងអត់ដាក់ថាការប្រើព្រោះជាការប្រើភាសាខ្មែរច្រើនពេកអត់យល់អញ្ចឹងគេអាចប្រើភាសាបរទេសជាពិសេស variant ហ្នឹងប្រែប្រួលវិជ្ជមានមានន័យថាលទ្ធផលជាក់ស្ដែងដែលសម្រេចបានហ្នឹងគឺនៅក្បែរគោលដៅដែលបានកំណត់វាអត់ឆ្ងាយពេកអូខេប្រែប្រួលអវិជ្ជមានក្នុងន័យអត់ល្អមិនក្នុងន័យល្អទេគឺមានន័យថាវាងាកឆ្ងាយពេកពីគោលដៅដែលបានកំណត់ពាក្យថាមិនប្រែប្រួលគឺមានន័យថាអត់ប្រែប្រួលពី baseline អូខេចឹងអាចមិនប្រែប្រួលពី baseline យកមកថាឆ្នាំមុនហ្មងអត់មានប្រែប្រួលនៅដែរយកលុយមកចាយដើម្បីឲ្យមានការប្រែប្រួលពី baseline មកតើអត់មានការប្រែប្រួលនៅដែរហ្នឹងចឹងពេលនោះយើងនិយាយថាមិនប្រែប្រួលពីមូលដ្ឋានគោលពី baseline មកហើយខ្ញុំបានជម្រាបជូនហើយពាក្យគម្លាតនេះអាចប្រើពាក្យ deviation គម្លាតឬក៏ variant ក៏មួយណាក៏អាចទទួលយកបានដែរអញ្ចឹងប្រសិនបើអ្នកធ្វើរបាយការណ៍នោះហើយបង្ហាញគម្លាតធៀបទៅនឹងគោលដៅឬក៏ធៀបទៅនឹង baseline អញ្ចឹង baseline ឧបមាថាឆ្នាំមុនសម្រាប់ដល់ណាហើយចំនួនប្រមាណហើយអញ្ចឹងយើងយកមកអនុវត្តបន្ថែម6ខែវាត្រូវលើសឆ្នាំមុនតើអត់មានប្រែប្រួលផងដូចតែអត់ទាន់ងាកចេញពីមូលដ្ឋានផងអានោះហើយគឺអត់ប្រែប្រួលបើមានការប្រែប្រួលពីមូលដ្ឋានមកពី baseline មកនិយាយភាសាអង់គ្លេសស្រួលយល់ជាង baseline ដែលវាងាកឆ្ងាយពេកចេញពីគោលដៅមិនទាន់ដល់គោលដៅវាឆ្ងាយពេកអានឹងអវិជ្ជមានតែក្បែរគោលដៅឬក៏ខ្ញុំមិននិយាយថាត្រួតស៊ីគ្នាហ្មងមួយគោលដៅទេវាងាយទេអាហ្នឹងនោះគឺជាការប្រែប្រួលវិជ្ជមានអូខេនេះគឺជារបាយឧទាហរណ៍នៃរបាយការណ៍សមិទ្ធកម្មវាអត់មាននៅក្នុងគោលការណ៍នោះទេតែខ្ញុំដាក់ជាភាសាអង់គ្លេសជូនមកយើងដឹងហើយថាទោះបីថា output ប៉ុន្តែយើងមានផែនការនេះគិតជាភាគរយ percentage of completion of the IT platform ចឹងគិតជាភាគរយមានថាឆ្នាំមុនហ្នឹងគឺធ្វើបាន 30% ហើយឆ្នាំ2004ហ្នឹងណាមានន័យថាឆ្នាំ2005 target គេធ្វើអត់ទាន់ចប់ដល់ 100% ទេធ្វើដល់ 70% ប៉ុន្តែពាក់កណ្ដាលឆមាសហ្នឹងបាន 45% អញ្ចឹងបើយើងវាស់ពី30មក45គឺបាន 15% បាន 15% ពី baseline មកអញ្ចឹង baseline យើង30ហ្នឹងនេះគេហៅ baseline គោលអញ្ចឹង 15% ប៉ុន្តែបើសិនយើងមើលគោលដៅប្រចាំឆ្នាំពី30ទៅ7វា 40% ហើយបើសិនជាយើងចែកនឹង2ពាក់កណ្ដាលឆ្នាំវាត្រូវ 20%
vì thành 20% bạn nào dươngសម្រាប់បានតែ 15% ទេ 6 ខែ ចឹងមានថានេះនៅក្រោមគោលដៅនេះ roughly ចំណែកឯ item មួយទៀតតកតងទៅនឹងការបដិបដា inspector នេះឆ្នាំ 2004 សូន្យអត់មានបានបដិបដាទេហើយឆ្នាំ 2005 គេថា get ធ្វើម៉េចបាន 50% អញ្ចឹងពាក់កណ្ដាលនៃ 50% គឺ 25% ទេប៉ុន្តែរបាយការណ៍ប្រាប់ថា6 ខែហ្នឹងគេបដិបដា inspector បាន 30% ហើយបាទផ្អែកលើទិន្នន័យហ្នឹងយើងអាចវិតម្លៃនិងសន្និដ្ឋានបាននេះជាជំរាបមួយនៃសុចនាករសមិទ្ធតារាងសុចនាករសមិទ្ធកម្មជំរាបណាពេលយើងធ្វើគឺការងារនោះស្មុគស្មាញជាងហ្នឹងច្រើនជាងហ្នឹងតែអញ្ចឹងខ្ញុំយើងបានមើលចប់អារបាយការណ៍ហ្នឹងហើយចំពោះទី1របស់យើងនៅសល់យន្តការរៀបចំគោលការណ៍ស្តីពីការតាមដានវាតម្លៃអាហ្នឹងក៏ជាកិច្ចការងាររបស់ក្រសួងសេដ្ឋកិច្ចធម្មតាដែរហើយខ្ញុំគាត់ថាទាំងអស់នេះគឺសិតតែជាព័ត៌មានទេហើយសូមបញ្ជាក់ថានេះជាការងាររបស់ក្រសួងសេដ្ឋកិច្ចធម្មតាតែងតែចេញ guideline អីមកហ្នឹងដើម្បីឲ្យក្រសួងសាមញ្ញគាត់អនុវត្តព្រោះគាត់ជាក្រសួងអភិបាលរដ្ឋធម្មហើយការវិនិយោគគឺព័ត៌មាននឹងចុងបញ្ចប់នៃមេរៀនរបស់យើងខ្ញុំចង់ឲ្យសិក្ខាកាមយើងអានហើយចុងក្រោយនេះគឺ summary និយាយឡើងវិញគោលការណ៍ថវិកាសមិទ្ធកម្មរបស់យើងគឺធ្វើឲ្យសាមញ្ញទៅសាមញ្ញកម្មប៉ុន្តែតែសាមញ្ញអីស្មុគស្មាញដឹងបាទអញ្ចឹងសាមញ្ញកម្មនេះមានន័យថាយើងកន្លងមកបានមើលឃើញណាការរៀបចំថវិកាសមិទ្ធកម្មវាចែកចេញជា2ដំណាក់កាលរៀបចំរចនាសម្ព័ន្ធសិន submit សិនទទួលបាន guideline ពីក្រសួងសេដ្ឋកិច្ចស្តីអំពី ceiling តមករៀបចំកញ្ចប់ agree អីមិនទាំងអស់ហ្នឹងគឺសិតតែសាមញ្ញកម្មទាំងអស់ត្រូវបំពេញព័ត៌មានសមិទ្ធកម្មសាមញ្ញកម្មឡើយនេះគឺអាចផាក់ផែននឹងពាក្យដំណាភាពមើលទៅច្បាស់អត់ដោយការ20-30 ឆ្នាំមុនអត់សាមញ្ញទេងឹតឈឹងមានន័យថាក្រសួងសាមញ្ញយកលុយមកចាយហើយចាយបានអីខ្លះអត់ដឹងទេហើយសូមបញ្ជាក់ថាប្រទេសយើងដែលខំប្រឹងធ្វើនេះមិនយើងមានស្មារតីខ្ពស់ធ្វើអញ្ចឹងខ្លួនឯងណាគឺយើងមានអង្គការអន្តរជាតិជាច្រើនជាដៃគូអភិវឌ្ឍហ្នឹងគឺមានថាដៃគូផ្ដល់យោបល់ប្រឹក្សាយោបល់ផ្នែកជាពិសេសផ្នែកគោលនយោបាយផ្សេងហ្នឹងដើម្បីយើងរត់ឲ្យទាន់គ្នាខ្ញុំសូមបញ្ជាក់វិញកិច្ចការងាររញ្ញធុសាធារណៈនេះយើងមានកម្មវិធីមួយ launch នៅឆ្នាំ2005ឲ្យឈ្មោះថាកម្មវិធីកែតម្រង់ការគ្រប់គ្រងរញ្ញធុសាធារណៈហើយសម្ដេចតេជោតែងតែមាន clear គន្លឹះគាត់និយាយថានៅថ្ងៃ launch ហ្នឹងនៅថ្ងៃសម្ពោធដាក់ចេញនៅកម្មវិធីកែតម្រង់ហ្នឹងគាត់និយាយថាវិស័យរញ្ញធុសាធារណៈនេះឬក៏ការគ្រប់គ្រងរញ្ញធុសាធារណៈនេះបើកែតម្រង់រស់បើមិនកែតម្រង់ស្លាប់ហ្នឹងខ្ញុំសូម translate ខ្ញុំសូមបកស្រាយឬក៏បកប្រែឲ្យងាយយល់ថាការងារអីក៏ដោយត្រូវការលុយសង្គ្រាមសៀមខ្មែរនេះយើងអាចនិយាយទៅយើងយ៉ាងទាហានយើងខ្វះអាវុធទាហានយើងខ្វះនេះខ្វះនោះយើងខ្វះសម្ភារៈសឹកអីឡើងណាតែពីជ្រុងខាងរញ្ញធុសាធារណៈនឹងការយល់ច្បាស់អំពីកិច្ចការងារហ្នឹងខ្ញុំនិយាយថាមកពីខ្វះលុយហើយបើសិនជាប្រទេសនោះมันមានតម្លាភាពរឿងលុយនេះទេរឿងរញ្ញធុនេះទេពុកអត់លួយឬក៏រត់លួយហ្នឹងគឺយើងនឹងស្លាប់ហើយអានលាយប្រទេសនឹងឯងខ្ញុំសូមបញ្ចប់មេរៀនទី2យើងប៉ុណ្ណឹងនៅសល់ប្រហែលប៉ុណ្ណេះខ្ញុំសង្ឃឹមទៅលើស្មារតីខ្ពស់របស់ស្ថាកាម
ដោយចន្ទធីអីចន្ទធីត្រឹមប៉ុណ្ណឹងអានបញ្ចប់ប៉ុណ្ណឹងស៊ីផុយចឹងចន្ទធី អានលោកគ្រូអាន អូខេពួកយើងនិយាយច្រើនហើយប៉ុណ្ណឹងខ្ញុំមើលទៅមិនមានអីបាក់ទេយើងស៊ីផុយហើយយើងមានទម្លាប់មួយស្មារតីមួយវប្បធម៌មួយគឺក្តាប់អីឲ្យបានណាដោយមេរៀនទី2ចឹងបើខ្ញុំមានពេលឥឡូវហ្នឹងខ្ញុំឲ្យចន្ទធីឬក៏អ្នកណានោះសំយោគឡើងវិញថាយើងបានរៀនអីខ្លះក្នុងមេរៀនទី2ហ្នឹងក្តាប់វាឲ្យបានមិនរៀនឲ្យចប់ទេណាគឺរៀនឲ្យជឿជាក់យើងរៀនឲ្យជឿជាក់យើងចេះអីនៅសល់អីស្អីទៅជាចំណេះដឹងគោលឡើងឡាប់តែឥឡូវដោយសារពេលវេលាខ្ញុំគាត់ថាចាំពេលក្រោយបើសិនខ្ញុំមានស្មារតីខ្ពស់មានពេលវេលាដែរខ្ញុំសួរឡើងវិញតែមេរៀនទី3កំពុងរងចាំយើងស្មុគស្មាញអានជាមុនផងសនំពរអានមេរៀនទី3ជាមុនដើម្បីឲ្យចូលមកយើងងាយទៅចែកគ្នាថ្ងៃហ្នឹងខ្ញុំសូមលាប៉ុណ្ណឹងតែបើសិនអ្នកណានោះចង់និយាយអីចុងក្រោយសូមអញ្ជើញមែនទេ អត់ចង់និយាយអីកូនចាំ អូខេទៅរកកូនចុះអញ្ចឹងចន្ទធីសុខសប្បាយ អរ អ្នក គុណ នេះ លោកគ្រូជំរាបលា បាទ លោកគ្រូឆ្នាំថ្មី បាទ ជូនពរលោកគ្រូសុខភាពល្អ បាទអរគុណសុខភាពសំខាន់អរគុណសុខសប្បាយអ្នកនរគ្នា